ក្រៅពីបញ្ហានោះមានបញ្ហាខ្លះដែលជាបញ្ហាខ្ញុំគួរតែត្រូវនិយាយជាសាធារណៈយើងគួរត្រូវមើលអំពីបញ្ហាសិលធម៌សង្គមផងដែរអ្វីដែលខ្ញុំចង់និយាយត្រង់ទៅតែម្ដងថាការតោះគ្នារវាងប្តីប្រពន្ធរហូតដល់ការលេងលះការតោះគ្នារវាងសង្សារបែកបាក់ហេតុអីចាំបាច់ហែកគេទៅកាន់តាមបណ្ដាញសង្គមពីមុនខ្ញុំនិយាយម្ដងហើយដាក់មីក្រូទៅម្ដងឥឡូវខ្ញុំសូមនិយាយសារជាថ្មីម្ដងគឺទោះបីខ្ញុំមិនមានតួនាទីជានាយករដ្ឋមន្ត្រីក៏ប៉ុន្តែខ្ញុំនៅមានតួនាទីនៅក្នុងសង្គមនៅឡើយតែខ្ញុំសូមអំពាវនាវសូមឲ្យស្ត្រីទាំងឡាយបុរសទាំងឡាយប្រសិនបើគាត់បែកបាក់ទៅសូមកុំហែកគេគ្នាបានទេទុកកិត្តិយសនឹងឲ្យកូនឲ្យចៅប្រសិនបើយើងយកទៅហែកគេទាំងអស់តើកូនរបស់យើងនេះវារងគ្រោះរបៀបម៉េចទៅថ្ងៃក្រោយផ្ទះយើងស្នេហារបស់យើងរបៀបម៉េចមិនគួរត្រូវបានលាតត្រដាងបើសិនជាយើងមិនខ្មាស់កូនរបស់យើងវាខ្មាស់ចុះទៅអំពាវនាវចំពោះស្ត្រីទាំងឡាយឬបុរសទាំងឡាយបើសិនជាមានការស្នេហាបែកបាក់ឬការលេងលះគ្នាដោយប្រការណាក៏ដោយគួរកុំបង្ហាញទៅកាន់តាមបណ្ដាញសង្គមដែលសពថ្ងៃនេះវាត្រឹមតែ1នាទី2នាទីឬក៏1ម៉ោង2ម៉ោងគឺថាមនុស្សចូលមើលពេញទឹកពេញដីនោះទៅហើយអញ្ចឹងទេគួរតែត្រូវបាននិយាយសារជាថ្មីចំនួនប្តីប្រពន្ធទុកគ្នារាប់អានយូរហើយណាស់គឺទុកកិត្តិយសឲ្យកូនបើខ្លួនមិនស្រឡាញ់កិត្តិយសខ្លួនក៏ខ្លួនទៅគិតកិត្តិយសកូនអានោះខ្ញុំគួរតែត្រូវនិយាយអំពាវនាវទៅកាន់ស្ត្រីទៅទូទៅប្រទេសព្រោះវាច្រើនពេកហើយគ្រាន់តែវិទ្យុខ្ញុំមិនបានស្ដាប់ ABC របស់អាចារ្យអេទេក៏ប៉ុន្តែមានពេលខ្លះគឺវាឃើញមានឃ្លីបចេញតាម TikTok ឲ្យមកអញ្ចឹងវាមានទូរស័ព្ទនិយាយឆ្លងឆ្លើយគ្នាចោតប្រកាន់ថាប្តីប្រពន្ធស្អីរឿងរ៉ាវទាំងឡាយបង្កើតទៅជារឿងដូច្នេះមិនគួរទេហើយខ្ញុំក៏អំពាវនាវទៅកាន់វិទ្យុអាចារ្យអេជាពិសេសពិធីការនីទៅរកសូមកុំឲ្យចោទសួរខ្លាំងពេកបើពេលណាមានរឿងអញ្ចឹងគួរតែថាវិទ្យុនេះគឺមិនគួរត្រូវបានហែកគេប្តីប្រពន្ធនៅក្នុងវិទ្យុនោះទេអាហ្នឹងយើងក៏ចេះហើយផ្ដាំទៅអាចារ្យអេផងហើយក៏ផ្ដាំទៅពិធីការនីជាពិសេសពិធីការនីហ្នឹងទៅកត់ប្រកែស៊ូបើថាខាងស្រីហ្នឹងរួចហើយកត់តាក់តងគ្នាជួនកាត់តែជេរគ្នាតាមពេញហ្នឹងខ្ញុំមើលតាម TikTok ខ្ញុំអត់មានពេលស្រាប់ទេពេលខ្លះខ្ញុំឆ្លៀតមើល TikTok ទៅទៅឃើញគេដល់កម្រិតប៉ុណ្ណឹងបោះអាក្រាតគ្នាតាំងពីណាពីណីជួនកាលបោះអាក្រាតរហូតដល់បែរក្មេងក្មេងបងថ្លៃប្អូនថ្លៃប្រកាសជារឿងមិនគួរឲ្យបន្តអំពីបញ្ហានោះទេ